និយាយឲ្យកាន់តែតិចតាមដែលអាចធ្វើទៅបាននេះគឺជាច្បាប់ទី4នៃរដ្ឋធម្មនុញ្ញសម្ភារច្បាប់ទាំង48នៃអំណាចច្បាប់នេះគឺគេមិនចង់ឲ្យយើងនិយាយច្រើនភាសាខ្មែរមានន័យថានិយាយច្រើនបាត់បង់ការដែលយើងនិយាយកាន់តែច្រើនគឺធ្វើឲ្យយើងកាន់តែចេញនៅភាពខ្សោយរបស់យើងនិយាយកាន់តែច្រើនគឺធ្វើឲ្យយើងបង្ហាញនៅអត្តសញ្ញាណដែលយើងលាក់ទុកយើងនិយាយកាន់តែច្រើនធ្វើឲ្យយើងបាត់បង់នៅភាពជាម្ចាស់ការអញ្ចឹងហើយការនិយាយកាន់តែច្រើនគឺកាន់តែធ្វើឲ្យយើងមើលមកគឺជាមនុស្សដែលអត់មានឥទ្ធិពលនៅក្នុងច្បាប់នេះគឺមិនមែនថាឲ្យយើងនិយាយទេឲ្យយើងនិយាយក៏ប៉ុន្តែនិយាយខ្លីៗចំគោលដៅឲ្យងាយយល់ងាយចងចាំមានឧទាហរណ៍ជាច្រើនអ្នកដែលដឹកនាំដែលល្បីនៅក្នុងប្រវត្តិសាស្ត្រដែលគេនិយាយខ្លីៗឧទាហរណ៍ដូចជាអាប់រ៉ាហាំ លីនកុនដែលជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក100ឆ្នាំជាងហើយក៏ប៉ុន្តែការធ្វើសម្រាប់កថារបស់គាត់គឺនៅតែល្បីល្បាញជាពិសេសគឺការធ្វើសម្រាប់កថាមួយនៅ Gettysburg បាទការធ្វើសម្រាប់កថារបស់គាត់ហ្នឹងគឺមានរយៈពេលតែ2ទៅ3នាទីទេខ្លីមែនទែនក៏ប៉ុន្តែការធ្វើសម្រាប់កថាមួយហ្នឹងគឺល្បីរហូតមកដល់ឥឡូវហើយសម្រាប់កថាហ្នឹងទៀតសោតគឺវាជួយឲ្យប្រជាពលរដ្ឋអាមេរិកនៅពេលហ្នឹងគឺមានទឹកចិត្តស្នេហាជាតិមានទឹកចិត្តតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យខ្លីក៏ប៉ុន្តែខ្លឹមយើងមើល Steve Jobs ដែលជាស្ថាបនិករបស់ Apple បាទគាត់ល្បីល្បាញខាងធ្វើ presentation បាទនៅពេលដែល launch លទ្ធផលថ្មីមកគឺគាត់ទៅធ្វើ presentation ហើយនៅពេលដែលគាត់ធ្វើ presentation គឺឧបមាថាគាត់មាន3ចំណុចដែលត្រូវនិយាយគឺគាត់និយាយផ្ដោតទៅលើតែ3ចំណុចហ្នឹងឯងខ្លីៗចំហើយងាយយល់ងាយចងចាំហើយវា impactful បាទមានឥទ្ធិពលអញ្ចឹងគឺនៅក្នុងច្បាប់នេះគឺកាលណាយើងនិយាយកាន់តែតិចគឺធ្វើឲ្យយើងបង្កើតនៅ atmosphere មួយបាទបរិយាកាសមួយដែលគេគិតថាយើងជាមនុស្សដែលមានអត្ថកម្បាំងជាមនុស្សដែលមានអំណាច authority មានឥទ្ធិពលព្រោះគេអត់ដឹងថាយើងកំពុងតែគិតអីទេហើយនៅក្នុងការចរចាគឺវាមានសារៈសំខាន់ណាស់ទៅពេលដែលគេអត់ដឹងថាយើងកំពុងតែគិតអីហ្នឹងគឺបីដូចជាយើងជាអ្នកដែលកំពុងតែកាន់កាតអញ្ចឹងគឺយើងជាអ្នកដែលអាច control អាចគ្រប់គ្រងនៅស្ថានភាពហ្នឹងបានអញ្ចឹងយើងអាចសាកល្បងក្នុងការប្រជុំរបស់យើងលើក្រោយបាទព្យាយាមនិយាយកាន់តែតិចក៏ប៉ុន្តែនិយាយឲ្យចំគោលដៅនិយាយឲ្យខ្លីៗអរគុណច្រើន